បាទសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាដែរថ្ងៃនេះដែរខ្ញុំចង់ធ្វើការបង្ហាញពីរបៀបបើកពាក់ព័ន្ធជាមួយកម្មវិធីនៅលើកុំព្យូទ័ររបស់យើងដែលធ្វើឲ្យបាត់កម្មវិធីនៅលើ desktop អត់ឃើញទេអត់មានកម្មវិធីនៅ desktop ទេអញ្ចឹងដើម្បីឲ្យយើងធ្វើការបើកឲ្យមានកម្មវិធីនៅលើនឹងវិញវិធីងាយៗទេបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចង់ធ្វើការទាញកម្មវិធី PowerPoint ដាក់លើ desktop ក៏វាអត់មកដែរបាទឬក៏កម្មវិធីផ្សេងទៀតដែលកម្មវិធី Microsoft នេះខ្ញុំទាញក៏អត់មកដែរបាទអញ្ចឹងដើម្បីធ្វើការទាញយកកម្មវិធីដាក់លើ desktop វិញទាំងអស់គឺយើងធ្វើការចុច mouse តាមបាទយើងធ្វើការចុច mouse តាមលើវាហើយគឺយើងយកពាក្យថា menu បាទអញ្ចឹងធ្វើការចុចលើ menu នេះមកហើយបន្ទាប់មកយើងនឹងមើលខាងក្រោមត្រង់ចំណុចនេះគេដាក់ពាក្យថា show desktop បាទអញ្ចឹងគឺយើងធ្វើការចុចពាក្យ show desktop នេះមកបាទអញ្ចឹងវានឹងមកត្រឡប់មកវិញទាំងអស់កម្មវិធីនៅលើ desktop វានឹងទាញមកវិញទាំងអស់ហើយមិញកម្មវិធីនេះគឺខ្ញុំទាញមកវិញគឺវាអត់មកទេពាក់ព័ន្ធជាមួយកម្មវិធី PowerPoint មួយទៀតបាទអញ្ចឹងបើយើងចង់បិទកម្មវិធីនៅលើ desktop វិញយើងធ្វើដូចមិញមកកាលយើងមកស្ដាំលើវាយើងយកពាក្យ menu ហើយយើងដោះ tick កន្លែង show desktop នេះចេញមកអញ្ចឹងវានឹងបាត់នៅលើកម្មវិធី desktop ទាំងអស់អញ្ចឹងយើងធ្វើការទៅ tick លើវាវិញម្ដងទៀតមកអញ្ចឹងកម្មវិធីនឹងវាមកវិញទាំងអស់ហើយបាទអញ្ចឹងវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរបាទសូមអរគុណ